ការពីម្សិលមិញនេះត្រូវជាថ្ងៃទី3ខែធ្នូឆ្នាំ2025ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងទៅនឹងការបិទស្ថាប័នហិរញ្ញវត្ថុមួយដែលមានឈ្មោះថា Hui Won Pay PLC ដែលស្ថាប័ននេះត្រូវបានបិទតាំងពីថ្ងៃទី25ខែកញ្ញាឆ្នាំ2025ម្លេះមហាជនជាឆ្ងល់ទៅហេតុអីបានជាស្ថាប័ននេះនៅតែបន្តដំណើរការដល់ទៅជាង1ឆ្នាំហើយអត់មានមហាជនដឹងសោះឥឡូវយើងមកមើលប្រតិកម្មរបស់មហាជនតិចដែលខ្ញុំដកស្រង់ចេញពី page មួយដែលមានឈ្មោះថា Video FM មុននឹងយើងអានប្រតិកម្មរបស់មហាជនខ្ញុំសូមអានខ្លឹមសារដែល Video FM Radio បានបង្ហោះបន្តិចទៅធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថាគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ Hui Won Pay PLC ត្រូវបានដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការយោងតាមលិខិតចុះតាំងពីថ្ងៃទី25ខែកញ្ញាឆ្នាំ2024របស់ធនាគារជាតិនៃកម្ពុជានឹងបានបំពេញកាតព្វកិច្ចជំរះបញ្ជីរំលាយគ្រឹះស្ថានតាមនីតិវិធីច្បាប់ចាប់ជាស្ថាពរដោយក្រុមហ៊ុនសាវនកម្ម Rich and Partners Co Ltd ក្នុងន័យនេះរាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុលដែលក្នុងនោះរួមមានអតិថិជនផងដែររបស់គ្រឹះស្ថាននេះត្រូវបានបំពេញចប់សពគ្រប់រួចរាល់ស្របតាមនីតិវិធីច្បាប់បាទវែងខ្ញុំអានតែប៉ុណ្្នឹងទេឥឡូវយើងចូលមកមើលប្រតិកម្មរបស់មហាជនទីបងប្អូនអរគុណបងឆើតនិយាយថាពេលមានបញ្ហាទើបធនាគារជាតិចេញសារចេញលិខិតដកអាជ្ញាប័ណ្ណមានអ្នកឆ្លើយតបគាត់7ទៀតឥឡូវយើងចុះមើលទៅមើលក្នុងទៀតមើលគេប្រកាសដកតាំងពីឆ្នាំមុនបងមើលតទៀតមើលមិនបាននៅដំណើរការអ្នកជាប់លុយដកមិនចេញមានច្រើនអ្នកណាស់បាទមើលអានខ្លួនឯងបងប្អូនអរគ្នាភារំសែនិយាយថាស៊ីមហាភ័យនេះហើយជីវិតអ្នកផ្ញើដង្ហើមលើទូកដពូធីលេឡែវធ្វើហូបសាហាវញឹបសានធនាគារជាតិត្រូវតែទទួលខុសត្រូវលុយរបស់ប្រជាជនខ្មែរមានក្នុងHui Wonសៅឈុននិយាយថារត់សុំក្រលុំគ្នាបោករាសមិនបានចោតរត់ចឹងវងយ៉ាពាវនិយាយថាមន្ត្រីស្រុកឥណ្ឌាធ្វើការងារលឿនណាស់ពេលវេលាជាមាសប្រាក់និយាយថាស្រុកខ្មែរគេធ្វើអញ្ចឹងអានមួយពីរទៀតចុះភារៈអ៊ូចនិយាយថាទឹកភ្នែកទៀតហើយលីលីទុកលុយក្នុងខ្លួនវិញអានមួយចុងក្រោយចុះយុនគីមនិយាយថាមិនប្រកាច់ប្រាប់តាំងពីដំបូង